cô vang ban đầm rong sầm liệp bầm pẹ rồi bó cu sang miên hai hiệp nâng chạ chênh nơ pê đài xuôi nang rột mộc sầm put rồi bó niên cục đần đọc đòi thu lì đấy sọ rồi bó niên banប្រឡាក់hai nga rồi bó niên bạch nhớ niên ban đọt đằng hàm thôm hai nì dê yang ạ rồi uol cơ lục mà cha mình lọ hài xạ sập ở tết lục srei ban bắt tờ hài ca đọt đằng hàm thôm rồi bó xuôi nang cứ đôi chịp cô lon bó chô tờ không paria ca mình chả lúa nâng ngọc vợt cô vang nâng cu sang miên ban mơ mục khnia đòi mình đăng khuôn hai rốt chênh pi bẩn tục chỉ mùi khnia đòi chpu tờ can sa can tục sa can tục trở ban prọ đòi sốt pos tiên pos trở ban đạ nơ pi mục bẩn te vì nhàn hai ốt thụp bồ pênh tờ đòi sầm nòในthụp khăn cỏ đa đột nơ tại khlang ở với cục giang nơ tại đôi pê đài cô vang nâng cu sang miên ban chạ chênh vật thôแต่មួយគត់ដែលត្រូវបានបើកគឹមឈូសពណ៌ខ្មៅបង្ហាញផ្នែកខាងក្រោមនៃសូត្រពណ៌ប៉ុន្តែសាកសពរបស់គូជីងមិនឃើញនៅខាងក្នុងទេcô vang មើលមុខគូសាំងមីងទោះគូសាំងមីងនោះខឹងក៏ដោយក៏គាត់មិនទាន់ផ្ទុះកំហឹងនៅឡើយគាត់ហាក់ដូចជាស្ងប់ស្ងាត់cô vangបោះជំហានទៅមុខហើយពិនិត្យមើលឈូសយឺតអ្នកដែលបើកគំឈូសត្រូវតែមានជំនាញក្បាច់គុណដ៏ល្អឥតខ្ចោះបន្លំចូលតែម្ដងមិនបានមានតែហោះហើរជំនាញសម្រាលខ្លួនរបស់ពួកគេត្រូវតែល្អណាស់ពួកគេអាចចូលមកក្នុងសាលកាន់ទុកក្នុងល្បឿនដែលមនុស្សនៅខាងក្រៅសាលមិនអាចចាប់បានលើសពីនេះទៅទៀតគោវាងលូកដៃទៅប៉ះគំរបំឈូសដែលដាក់នៅក្បែររំឈូសងាកទៅមើលគូសាំងមីងតែឃើញគូសាំងមីងរើសអ្វីមួយនៅពីក្រោយចង្គៀងវិញ្ញាណតូចមួយនៅពីក្រោយរំឈូសដោយសារចលនាលឿនពេកហើយត្រូវបានបាំងដោយដៃអាវវែងទូលាយទើបឃើញតែរំយោលពណ៌ខ្មៅប៉ុណ្ណោះម្រាមដៃវែងរបស់គាត់ខិតទៅជិតពន្លឺភ្លើងដែលឆ្លុះបញ្ចាំងពីភ្លើងពណ៌ទឹកក្រូចក្រហមបែបភ្នែកចេញគោវាងបន្តទៀតថាលើសពីនេះទៅទៀតមិនមានសម្លេងអ្វីឡើយនៅពេលដកគុំរបំឈូសចេញគ្មានបន្សល់ស្នាមជើងនៅលើដីហើយមិនត្រូវបានគេឃើញនៅពេលចូលនិងពេលលើកសាកសពបើគ្មានអ្នកជួយទេនោះវាពិតជាអ្នកកំពូលក្បាច់គុណហើយប៉ុន្តែតើអ្នកខ្លាំងបែបនេះចង់បានសាកសពគូជីងធ្វើអ្វីយកទៅទុកសរសើររាល់ថ្ងៃបើមានគំនុំមិនក៏មិនបង្ករឿងនៅសាពិធីបុណ្យសពទៅឬវាយប្រហារលាវស៊ូសានចឹងដោយសម្ងាត់ទៅលួចសាកសពដើម្បីសងសឹកវាមិនសមហេតុផលទេគោវាងនិយាយគ្រប់យ៉ាងដែលអាចសន្និដ្ឋានបានពីបទពិសោធន៍ប៉ុន្តែគូសាំងមីងមិនបញ្ចេញសំឡេងញឹមតិចលើបបូមាត់របស់គាត់តែដោយត្រជាក់វាប្រហែលជាបញ្ហាផ្ទៃក្នុងរបស់លាវស៊ូសានចឹងទើបធ្វើឲ្យវាងាយស្រួលសម្រាប់ចោលនោះយើងគួរតែស៊ើបអង្កេតពីខាងក្នុងឥឡូវនេះហើយក្នុងពេលតែមួយបញ្ជូនមនុស្សឲ្យធ្វើការស្វែងរកបន្ថែមនៅខាងក្រៅលាវស៊ូសានចុងប្រហែលមានឱកាសស្វែងរកសាកសពមីងវិញនៅពេលគោវាងនិយាយភ្នែករបស់គាត់មិនបានចាក់ចេញពីមុខគូសាំងមីងទេគូសាំងមីងបានច្រានចោលសំណើរបស់គោវាងថាដែលមិនចាំបាច់ទេមិនមែនជាបញ្ហារបស់លាវស៊ូសានចុងទេខ្ញុំដឹងពីមូលហេតុហើយដូច្នេះមិនចាំបាច់ព្រួយបារម្ភអំពីវាទៀតទេគោវាងក្រឡេកមើលគូសាំងមីងហើយនិយាយដោយសំឡេងយឺតខុសពីធម្មតាថាពិតជាមិនចាំបាច់ស្វែងរកសាកសពមីងមែនចំពោះមនុស្សស្រីក្រែងគោលដៅដ៏ល្អបំផុតគឺនៅជាមួយបុរសដែលនាងស្រឡាញ់មែនទេគោវាងឆ្លើយតបថាជាធម្មតាគឺចឹងឯងបូមាត់របស់គូសាំងមីងកោងទៅជាស្នាមញឹមត្រជាក់នឹងការចំអកបើបែបនេះតើមានរឿងអ្វីត្រូវតាមរកទៀតអញ្ចឹងគូសាំងមីងមានន័យថាសាកសពគូជីងយកទៅដោយមនុស្សដែលគូជីងស្រឡាញ់ស៊ីណាំជ្រុំខាងដោយមិនហ៊ានដកដង្ហើមខ្លាំងមានតែលោកអ៊ំពដកដង្ហើមធំមើលទៅឈូសទេហើយសួរដោយគោរពទៅគូសាំងមីងថាទោះសាកសពអតីតលោកស្រីម្ចាស់បានបាត់ហើយតើអ្នកប្រុសមានគម្រោងអ្វីដែរត្រូវដឹងថាទោះក្បាល3ថ្ងៃដំបូងត្រូវបានបញ្ចប់ក៏ដោយក៏នៅតែមានភ្ញៀវមួយចំនួនប្រសិនបើភ្ញៀវដឹងអំពីស្ថានភាពបច្ចុប្បន្នលាវស៊ូសានចុងពិតជាស្ថិតក្នុងភាពចលាចលគូសាំងមីងមើលទៅឈូសហើយនិយាយដោយស្ងប់ស្ងាត់ថាយកសម្លៀកបំពាក់គាត់កប់គុំឲ្យភ្ញៀវនៅលាវស៊ូសានចុងដឹងថាសាកសពបាត់ខ្លួនគូសាំងមីងចេញបញ្ជាយ៉ាងសាមញ្ញដោយមិនបញ្ចេញទឹកមុខបន្ថែមបាទលោកអ៊ំពឆ្លើយហើយចាប់ផ្ដើមរៀបចំសម្លៀកបំពាក់គូសាំងមីងដូចជាបញ្ចេញមិត្តមួយរំពេចចឹងនិយាយទៅកាន់គោវាងថានោះហើយជាស្ត្រីប្រគល់អ្វីទាំងស្រុងទៅបុរសខ្លាយជាបន្ទុកដល់បុរសនិងបំផ្លាញខ្លួនឯងទៀតគោវាងបានឆ្លើយយ៉ាងសាមញ្ញទៅនឹងពាក្យរបស់គូសាំងមីងថាការពារស្ត្រីឲ្យបានល្អធ្វើឲ្យពួកគេមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការពឹងផ្អែកលើទើបជាបុរសក្រឡេកមើលគោវាងគូសាំងមីងក្នុងភ្នែករបស់គាត់មានការច្របូកច្របល់គោវាងនិយាយត្រូវប៉ុន្តែនៅក្នុងពិភពលោករបស់គូសាំងមីងការពឹងផ្អែកលើបុរសម្នាក់សម្រាប់ការរស់រានមានជីវិតនិងដូចមានជំងឺចឹងពឹងផ្អែកលើគូស្នេហ៍គឺមិនអាចស្មើនឹងស្នេហានោះទេនោះហើយជាមូលហេតុដែលគាត់មិនអាចលង់ស្នេហ៍ជាមួយស្ត្រីណាម្នាក់គូសាំងមីងញឹមយ៉ាងស្រាលហើយនិយាយទៅកាន់គោវាងថាពួកខ្ញុំបានសម្រេចចិត្តហើយតោះទៅការប្រកួតក្បាច់គុណ
គូវាងសម្លឹងមើលស្នាមញឹមរបស់គូសាំងមីងហើយនិយាយថាទៅល្អការប្រកួតក្បាច់គុនដ៏ធំបែបនេះអ៊ូអរយ៉ាងនេះមិនអាចមិនទៅគូសាំងមីងញឹមបង្ហាញអារម្មណ៍រីករាយដែលមិនអាចពន្យល់បានស្នាមញឹមរបស់គាត់រីកម្ដងបន្តិចដូចជាជក់ប៉ះទឹករីកដូចផ្កាមើលស្នាមញឹមរបស់គូសាំងមីងគូវាងក៏ញឹមដែរគូសាំងមីងសប្បាយចិត្តគាត់ក៏សប្បាយចិត្តតាមដែរតែក៏នៅចម្លែកថាអ្វីធ្វើឲ្យគូសាំងមីងសប្បាយចិត្តទៅដើមជ្រៃចេញផ្កានៅតាមផ្លូវក្នុងខែមិថុនានៅលាវស៊ូសានចុងវាដូចជាព្រឺធ្លាក់ចឹងដីនេះត្រូវបានគ្របដណ្ដប់ដោយផ្កាដើមលាវដ៏ទន់ល្មើយដែលមិនត្រូវបានបក់បោកអស់ជាច្រើនថ្ងៃដូចជាព្រឺធ្លាក់នៅរដូវក្តៅដែលសមនឹងបរិយាកាសនៃពិធីបុណ្យសពនៅឯលាវស៊ូសានចឹងគូសាំងមីងនិយាយថាទៅរៀបចំអ្វីទាំងអស់ហើយយើងនឹងចេញដំណើរថ្ងៃទី2ចំពេលមានការបន្តនៃការឆ្លើយតបដែលស្ដាប់បង្គាប់មានតែស៊ីណាំងបានមើលទៅគូសាំងមីងនិងគូវាងដោយភ្នែកធំនិយាយថាគឺលោកម្ចាស់លោកគូនាងបានធ្វើកាយវិការអង្វរថាក៏ខ្ញុំសូមទៅជាមួយផងខ្ញុំមិនដែលមានឱកាសមើលពិភពខាងក្រៅបានត្រឹមត្រូវពីមុនមកទេគូសាំងមីងយល់ព្រមតាមសំណើរបស់នាងគូវាងមើលគូសាំងមីងដោយចៃដន្យប្រជ្រួយក្រហមធ្វើឲ្យគាត់មើលទៅសង្ហាខ្លាំងណាស់សក់ខ្មៅស្រទន់របស់គាត់ព្យួរលើសម្លៀកបំពាក់កាន់ទុកពណ៌ស្និយាយទៅលួចមើលរហូតមកខេដៃអាវធំទូលាយនិងរំយោលពណ៌ខ្មៅដែលគាត់បានលាក់ដំបូងគិតថាមានថាជាបញ្ហាផ្ទៃក្នុងរបស់លាវស៊ូសានចឹងគូសាំងមីងបានបដិសេធថាវាមិនមែនជាបញ្ហាផ្ទៃក្នុងដោយមិនបានគិតសូម្បីតែបន្តិចគូសាំងមីងដឹងថាអ្នកណាមានទំនាក់ទំនងជាមួយគូជីងឬអ្នកណាលួចសាកសពគូជីងទោះជាយ៉ាងណាក៏ដោយគូសាំងមីងដឹងច្បាស់ថាវាគឺជាមនុស្សនៅខាងក្រៅផ្ទះដែលបានធ្វើវាដោយការរំពឹងទុកពីដំបូងបើមិនមានជនក្បត់ទេនោះអ្នកនេះច្បាស់ជាកំពូលអ្នកក្បាច់គុនតើអ្នកណាអាចមានជំនាញបែបនេះហេតុអ្វីបានជាប្រតិកម្មរបស់គូសាំងមីងចម្លែកម្លេះសំណួរជាច្រើននៅក្នុងចិត្តរបស់គូវាងប៉ុន្តែគាត់មិនអនុញ្ញាតឲ្យខ្លួនគាត់បន្តគិតទៀតគាត់គឺជាមនុស្សម្នាក់ដែលមកពី20ឆ្នាំមុននៃអនាគតរឿងស្នេហានិងការស្អប់របស់គូជីងមួយផ្លែត20ឆ្នាំហើយសម្រាប់គាត់មិនមែនសូម្បីតែនៅក្នុងកម្រិតតែមួយក្រៅពីនេះគាត់ក៏ធ្លាប់ស្គាល់រឿងទាំងនេះដែរដូច្នេះហើយគូវាងមិនចាប់អារម្មណ៍ក្នុងការទីចម្លើយនោះទេមិនថាគូជីងស្រឡាញ់អ្នកណាឬឪពុករបស់គូសាំងមីងជានរណានោះទេវាច្បាស់ណាស់ថាគូសាំងមីងគឺជាឪពុករបស់គាត់ហើយវាក៏ច្បាស់ដែរថាគាត់មានប្អូនស្រីជាច្រើននាក់រំលឹកពីអ្វីដែលបាននិយាយពីមុនថានោះហើយជាស្ត្រីពឹងផ្អែកលើបុរសហើយក្លាយជាបន្ទុកដល់បុរសហើយបំផ្លាញខ្លួនឯងគូសាំងមីងហាក់បីដូចជាមិនសូវចូលចិត្តស្ត្រីណាម្នាក់នោះទេផ្ទុយទៅវិញគាត់ហាក់មានការមិនពេញចិត្តចំពោះស្ត្រីអីចឹងតែប្អូនស្រីច្រើននោះមកពីណាមានចម្ងល់ក៏សួរគូសាំងមីងថាឥឡូវនេះអ្នកជាអ្នកស្នងរត់តែម្នាក់គត់ក្នុងគ្រួសារបើគិតថាស្ត្រីជាបន្ទុកអ្នកចង់ផ្ដាច់ត្រកូលគូលលាវស៊ូសានចឹងទេដែលចិញ្ចឹមពួកនាងមិនមែនខ្ញុំទេដូច្នេះជាធម្មតាខ្ញុំមិនយល់ថាវាជាបន្ទុកទេប្រសិនបើពួកគេសុខចិត្តខ្ញុំនឹងទទួលយកពួកគេទាំងអស់លើសពីនេះជ្រើសរើសល្អបំផុតក្នុងចំណោមពួកគេដើម្បីបង្កើតអ្នកស្នងរត់ដែលមានសមត្ថភាពបំផុតគូសាំងមីងបាននិយាយមើលចុះត្រឡប់ទៅជាព្រាននារីវិញបាត់ដូច្នេះគ្រប់ពេលនោះគាត់មានបង្កើតបានប្អូនស្រីច្រើនគ្រាន់តែស្វែងរកអ្នកស្នងរត់ដែលស័ក្តិសមបំផុតអារម្មណ៍គ្រោះថ្នាក់ជាមួយប្អូនស្រីនៅចំពោះមុខខ្ញុំគូវាងឈប់គិតវិញយកដបថ្នាំចេញពីទ្រូងរបស់គាត់ហុចវាទៅគូសាំងមីងហើយនិយាយទៅកាន់គាត់ថាកុំភ្លេចលាបវាម្ដងមុនពេលចូលគេងរុំវាដោយក្រណាត់ឲ្យបានល្អគូសាំងមីងស្ទាក់ស្ទើរមួយសន្ទុះមុននឹងឈោងទៅយកដបថ្នាំពីដៃគូវាងរំពេចនោះគាត់នឹកឃើញរឿងដែលគាត់បានបំភ្លេចចោលមិនវិញវាគួរឲ្យអាម៉ាស់មិនគួរឲ្យជឿឥឡូវនេះពួកគេគ្រាន់តែអាចរក្សាទល់ឲ្យភាពដ៏ចម្លែកនោះនៅក្នុងទំនាក់ទំនងរបស់ពួកគេដោយឲ្យធ្វើជាភ្លេចភ្លាំងជាបណ្ដោះអាសន្នដោយកាលពីមុនដែរគូវាងនិយាយទាំងញឹមថាប្រសិនបើលោកម្ចាស់ពិបាកលៀបខ្ញុំក៏អាចបម្រើបងជីដូនមួយបានដែរគូសាំងមីងប្រញាប់ដើរចេញទៅជាមួយដបថ្នាំក្នុងដៃដោយគ្រាន់តែនិយាយថាដើមមិនបាច់ទេគឺមុននឹងបាត់ខ្លួនចូលទៅក្នុងរាត្រីដ៏ស្ងប់ស្ងាត់ទឹកមុខក្រហមបន្តិចលាក់ខ្លួនក្នុងភាពងឹតម្ឈូសខ្មៅគឺទេស៊ីនាងសម្លឹងមើលវាមួយសន្ទុះរួចក៏ចាក់ចេញទៅដោយមានអារម្មណ៍សោកសៅជាខ្លាំងក្រោយមកលោកអ៊ំប៉បាននាំយករ៉ូបសូត្រទន់ពណ៌ស្អាតដែលគូជីងចូលចិត្តមកជាមួយលំនាំផ្កាងឹតមេអំបៅផ្កាពណ៌បៃតងខ្ចីលោកអ៊ំប៉បាននិយាយថានេះគឺជាសម្លៀកបំពាក់ដែរគូជីងចូលចិត្តកាលពី20ឆ្នាំមុនគូវាងបានសួរលោកអ៊ំប៉ថាហេតុអ្វីបានជាគាត់ប្រើភ្នោតាំងពី20ឆ្នាំមុនចឹងលោកអ៊ំប៉បាននិយាយថាវាគឺមកពីគូជីងគ្មានការចូលចិត្តឬមិនចូលចិត្តជាពិសេសក្នុងរយៈពេល20ឆ្នាំកន្លងមកនេះ
ក្រឡេកមើលសាច់ក្រណាត់ទន់គោវាងមានអារម្មណ៍ថាគូសាំងមីងត្រូវហើយប្រហែលជានាងមិនបានដាក់បន្ទុកបុរសនោះទេប៉ុន្តែនាងពិតជាបានបំផ្លាញខ្លួនឯង